អត់ថ្ងៃនេះគឺជា day ទី22 renovate ជីវិតថ្មីគឺជា day របស់ចក្រវាឡតែម្ដងដែលម៉ែតាំងចិត្តចែករំលែកទៅដល់កូនពុកម៉ែបងប្អូនជាទីស្រឡាញ់ណោះអញ្ចឹងជឿថាអ្នកទាំងអស់គ្នាកូនសិស្សជាទីស្រឡាញ់ទាំងអស់គ្នានឹងតាំងចិត្តស្ដាប់ហើយអនុវត្តតាំងពី day 1រហូតមកដល់ថ្ងៃនេះ day ទី22ហើយចាកូនហើយម៉ែនឹងទឿននៅចំណុចពិសេសដែលចក្រវាឡរុញច្រានឲ្យម៉ែមកចែកអ្នកទាំងអស់គ្នាតោះចូលមកឲ្យ share ឲ្យ comment ទាំងអស់គ្នាថាជួបគ្រូម្ដាមការខ្ញុំបើកកំណត់គ្រប់ជាតិយកមកប្រើនៅឆ្នាំ2025ជួបគ្រូម្ដាមការខ្ញុំបើកកំណត់គ្រប់ជាតិយកមកប្រើនៅឆ្នាំ2025ហើយគ្រូម្ដាមការក៏សូមអញ្ជើញបារមីគ្រប់អង្គគ្រប់ដួងវត្ថុស័ក្តិសិទ្ធិដែលមានអំណាចបារមីដ៏ស័ក្តិសិទ្ធិបំផុតមកចែកគីដ៏ថ្លៃក្នុងយុគនេះហើយបើកការមើលឃើញរាប់លានអ្នកបុគ្គលណាក៏ដោយមើលហើយកេតគ្រប់អនុកោសិកាបដូរជីវិតក្នុង live នេះត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះហើយសូមឲ្យកូនសិស្សដែលចូលមកឲ្យ share វីដេអូនេះកាន់តែច្រើនលក់ដាច់លុយហូរចូលដោយទឹកបាក់តំណុកទាំងអស់គ្នាសាធុហើយសូមឲ្យបនកសលដែលខ្ញុំបានសាងកូនសិស្សដែលបាន share ឲ្យសាងរួមគ្នានៅក្នុងខណៈពេលនេះកើតលុយកើតទ្រព្យមហាសាលឲ្យខ្លួនឯងនៅក្នុងរូបរាងចាស់ដោយអំណាចបុណ្យដែលខ្ញុំបានសាងទាំងអស់ត្រឡប់ឲ្យកូនសិស្សណាដែលជឿសទ្ធាលើខ្ញុំដែលគ្មានលក្ខខណ្ឌរីកចម្រើនខ្លាំងគ្រប់គ្នាដោយអត់មានដែនកំណត់សាធុអ្នកតោះនេះនេះគឺជាថ្ងៃពិសេសហើយគ្រូម្ដាមការមានធម៌ពលខ្លាំងមែនតើដោយសារតែអំណាចបារមីវត្ថុស័ក្តិសិទ្ធិផ្ដល់ឲ្យហើយគាត់បញ្ជូនឲ្យខ្ញុំនិយាយអ្វីពិសេសឲ្យអ្នកតោះនេះច្រើនណាចាប់ទុកថាគឺជាថ្ងៃបុណ្យធំណាចានៃប្រពុតដូចគ្នាណោះចឹងកូនដឹងហើយអញ្ចឹងអ្វីដែលខ្ញុំចង់ចែកគឺចែកចេញពីបេះដូងពិតចែកចង់អ្នកទាំងអស់គ្នាមានជាមួយនឹងជីវិតថ្មីទាំងអស់គ្នាកូនខ្ញុំអត់ចង់និយាយចំណាយពេលវេលាបត់អត់ប្រយោជន៍ទៀតទេកូនព្រោះពេលវេលាអត់ចាំយើងទេពេលវេលាមិនដែលចាំអ្នកទេកូនហើយឱកាសនៃការសាងលុយក៏មិនចាំយើងដែរតែខ្លួនយើងទេដែលមិនផ្ដល់ឱកាសឲ្យខ្លួនឯងប្រមូលផលឲ្យខ្លួនឯងណាចាអូខេតាអញ្ចឹង share ហើយចុចលេខ11ទាំងអស់គ្នាណាកូនណាចុចលេខ11 let's go ជីវិតថ្មីទាំងអស់គ្នាលទ្ធផលថ្មីទាំងអស់គ្នាកូនគ្រូម្ដាមការជឿថាបើសិនជាកូនតាំងចិត្តស្ដាប់អនុវត្តតាំងពី day ទី1រហូតដល់ day ទី22អ្នកទាំងអស់គ្នានឹងគិតពីជីវិតខ្លាំងមែនតើអ្នកទាំងអស់គ្នានឹងមានផ្លូវថ្មីអ្នកទាំងអស់គ្នានឹងមានពន្លឺបនចេញពីក្នុងខ្លួនយកមកប្រើការជាយ៉ាងពិតប្រាកដតែបើអ្នកមើលបានត្រឹមតែមើលតែអ្នកមិនអនុវត្តជីវិតសរោកូនជីវិតអំបិលសរោបានតាអានេះគឺរឿងពិតកូនរឿងពិតណាពិសេសកូនសិស្សម៉ែរៀនបាត់ខ្លួនណាចាអូយកូនអើយកូនត្រូវទំនួលខុសត្រូវនៅលទ្ធផលរបស់ខ្លួនឯងណាកូនណាមិនហ៊ានបាត់ទេណាតែអត់តបចោតជាមួយម៉ែឲ្យគឺដល់ធ្លាក់ flow ឲ្យលុយធ្លាក់ឲ្យកូនតែ flow មិនឡើងទេលុយក៏វាមិនឡើងដែរកូនតែលុយឡើង flow ឡើងហើយ flow ឡើងតនៅក្បែរម៉ែដូចគ្នាត្រូវហ៎អូខេកូនតាយើងអញ្ចឹង renovate ជីវិតថ្មី day ទី22តាអញ្ចឹងកូនជាទីស្រឡាញ់ស្ដាប់ដោយយកចិត្តទុកដាក់ណាកូនណាហើយកូនត្រូវជឿឲ្យណានថាជួបម៉ែហើយជីវិតអ្នកនឹងមិនដូចដើមជីវិតអ្នកនឹងរីកចម្រើនជីវិតអ្នកនឹងដើរទៅមុខជីវិតអ្នកនឹងជួបកំណត់ខ្លួនឯងប្រាប់ខ្លួនឯងកូនអញ្ចឹងអាចកបាំងកូនសោមនេះទី1យប់នេះអ្នកត្រូវចាំទុកថាក្នុងខ្លួនរបស់អ្នកគឺមានកំណត់ជាច្រើនមហាសាលកំណត់នឹងអីគេគឺទ្រព្យសម្បត្តិមហាសាលគឺស្ថិតនៅក្នុងខ្លួនយើងទាំងអស់ប៉ុន្តែអ្នកមិនចេះយកមកប្រើការអ្នកមិនចេះយកមកប្រើជាជីវិតប្រចាំថ្ងៃតើបអ្នកឃើញតែរឿងរ៉ាវបបាក់ជួបតែរឿងរ៉ាវយ៉ាក់បបាក់ចាតែអ្នកអត់ដឹងថាការពិតក្នុងខ្លួនអ្នកបើសិនជាអ្នកចង់ឲ្យជីវិតអ្នករីកចម្រើនទៅមុខជីវិតអ្នកជួបតែសេចក្តីសុខជីវិតអ្នកជួបតែទ្រព្យមហាសាលគឺស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកទាំងអស់ចាកូនអញ្ចឹងកូនសោមាសទី1យប់នេះម៉ែចង់ឲ្យអ្នកទាំងអស់គ្នាប្រូក្រាមខ្លួនឯងជឿជាក់លើខ្លួនឯងថាគ្រូម្ដាមការនិយាយពិតដែរឬអត់ថាខ្ញុំមានទ្រព្យសម្បត្តិកំណត់មហាសាលអញ្ចឹងកូនត្រូវតែជឿសិនថាកូនមានទ្រព្យសម្បត្តិកំណត់មហាសាលយ៉ាងពិតប្រាកដជឿថាការឡាយសុតមួយនេះគឺជាជីវិតពិតរបស់កូនទាំងអស់ចាកូនម៉ែធាតុពិតខ្លួនយើងគឺមានទ្រព្យសម្បត្តិកំណត់ដ៏មហាសាលតែអ្នកមិនជឿជាក់លើសមត្ថភាពខ្លួនឯងមិនជឿជាក់លើអភិនិហាមិនជឿជាក់លើកម្លាំងបុណ្យដែលអ្នកបានសាងហើយអ្នកតែឃើញរឿងមិនល្អរឿងបបាក់ជុំវិញទៅយកមកបាំងទ្រព្យសម្បត្តិខ្លួនឯងតែម្ដងយល់ទេអ្នកទាំងអស់គ្នាណាអញ្ចឹងយប់នេះម៉ែចង់ឲ្យអ្នកទាំងអស់គ្នាមកជឿជាក់លើជីវិតកំណត់ទ្រព្យមហាសាលរបស់ខ្លួនឯងដែលអ្នកទាំងអស់គ្នាយកមកប្រើការនៅក្នុងយប់នេះកូនជាទីស្រឡាញ់យប់នេះម៉ែចង់ឲ្យកូនលះក្នុងការជឿសិនកូនអ្នកត្រូវចាំថាអ្នកធ្វើបុណ្យដើម្បីអីអ្នកទាំងអស់គ្នាប្រឹងទៅវត្តដើម្បីអីអានេះសូមនិយាយភាសាទៅវត្តពុទ្ធសាសនានេះភាគច្រើនអ្នកទៅវត្តទៅសាងបុណ្យច្រើនណាពុទ្ធសាសនានេះគេបុណ្យធំណាចាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំទុកថាអ្នកត្រូវទូស្គាល់ថាអ្នកធ្វើបុណ្យដើម្បីអីអ្នកប្រឹងទៅវត្តទៅវាអ្នកប្រឹងជួយមនុស្សណាអ្នកប្រឹងធ្វើល្អណាចាអ្នកប្រឹងណាចាគេគិតថាជឿទៀតថាខ្ញុំធ្វើល្អណាចុះហេតុអ្វីក៏ជីវិតខ្ញុំនៅតែជួបបញ្ហា
ចឹងយប់នេះគ្រូម្ដាមការចង់អ្នកនេះប្រមូលអំពើល្អអំពើបុណ្យរបស់អ្នកទាំងអស់មកបើកកណប់ទ្របឲ្យខ្លួនឯងនៅក្នុងយប់នេះយល់ទេអ្នកទាំងអស់គ្នាណាមកបើកកណប់ទ្របឲ្យខ្លួនឯងនៅក្នុងយប់នេះតើអ្នកទាំងអស់គ្នាជឿជាក់លើកម្រិតណាលើកុសលផលបុណ្យដែលអ្នកបានសាងពិសេសកូនដែលបានសាងរឿងល្អកូនរឿងល្អពេលខ្លះមិនបាច់ចាំតែយើងជួយអ្នកណាទេគាត់តែកូនឯងញញឹមណាគាត់តែកូនញញឹមពេញមួយថ្ងៃក៏កូនឯងធ្វើល្អបាត់ហើយធ្វើល្អចំពោះខ្លួនឯងមិនខឹងមិនគិតច្រើនមិនប្របាក់ចិត្តមិនកើតទុកមិនមានកង្វល់អានឹងហើយគេហៅថាការធ្វើល្អចំពោះខ្លួនឯងតែបើសិនជាកូនកំពុងតែប្របាក់ចិត្តកូនឯងគិតច្រើនកូនឯងគិតរឿងហូស៊ីកូនឯងគិតរឿងលុយកូនឯងគិតរឿងអ្នកផ្ទះកូនឯងគិតរឿងកូនកូនឯងគិតរឿងប្តីកូនឯងគិតគ្រប់យ៉ាងជុំវិញខ្លួនអ្នកអានឹងគឺយើងសាងបាបឲ្យខ្លួនអ្នកដោយមិនដឹងខ្លួនមកយល់អត្ថន័យកន្លែងនេះណាអញ្ចឹងចូលអ្នកទាំងអស់គ្នាជឿជាក់លើអំពើល្អដែលកូនបានប្រព្រឹត្តសាងបុណ្យណាចានៅទង្វើអ្វីទាំងអស់ចូលអ្នកប្រមូលមកបើកកណប់ទ្រព្យប្រាប់ខ្លួនឯងថាយប់នេះគឺជាយប់ដ៏អស្ចារ្យយប់ដែលវត្ថុស័ក្តិសិទ្ធិបញ្ជូនសារឲ្យគ្រូម្ដាមការមកចែកប្រាប់អ្នកថាអ្នកដល់ពេលវេលាបើកកណប់ទ្រព្យដ៏ធំឲ្យខ្លួនឯងហើយកូនត្រូវតែបើកចិត្តជឿសិនជឿឲ្យលះចេញពីបេះដូងសិននៅពេលដែលកូនជឿដំណើរនៃជីវិតវត្ថុស័ក្តិសិទ្ធិនឹងចាត់រៀងឲ្យជីវិតកូនចាប់ដើមជួបសេចក្តីសុខជួបលទ្ធផលជីវិតថ្មីការរស់ស៊ីចាប់ដើមរង្គើជាងមុនលុយកូនចាប់ដើមកាក់កបជាងមុនព្រោះគ្រប់យ៉ាងគឺស្ថិតលើអំណាចនៃការជឿរបស់កូនទាំងអស់យល់អត្ថន័យថ្ងៃហ្នឹងអត់អញ្ចឹងបុគ្គលណាខ្លះដែលមិនទាន់បលែអារម្មណ៍តាមតឹងបានមិនទាន់អាចបលែអារម្មណ៍ការកិនការខឹងក្រោតការខឹងណាចាការមួម៉ៅទោសៈមោហៈការខឹងសម្បាគិតច្រើនរឿងចុចអីចឹងទៅក្នុងជីវិតអានឹងយើងកំពុងសាងបាបឲ្យខ្លួនឯងកូនយល់អត់ណាចាកូនអញ្ចឹងម៉ែឲ្យអ្នកតោះគ្នាអស់ពីបេះដូងដូចគ្នាណាចាកូនម៉ាក់មិនតាំងចិត្តស្ដាប់កូនម៉ែចែកគឺដើររួមនៅគេថាច្បាប់នៃព្រះពុទ្ធទេកូននៅពេលដែលកូនប្រឡែងគ្រប់យ៉ាងបានស្មានអ្នកនរគ្នាគឺធ្វើឲ្យខ្លួនឯងបានបុណ្យមហាសាលលើកូនទៅធ្វើបុណ្យ7វត្តទៀតកូនគាត់យើងធ្វើបុណ្យល្អឲ្យខ្លួនឯងណាដោយមិនខឹងសម្បាដោយញញឹមដោយក្តីសុខដោយរីករាយដោយមិនធ្វើខ្លួនឯងខួរក្បាលយើងស្មុកណាអានឹងដូចយើងសាងបុណ្យឲ្យខ្លួនឯងចឹងអ្នកខ្លះសម្បីតែឈឺក៏មួម៉ៅដែរត្រូវអត់សម្បីតែឈឺក៏មួម៉ៅដាក់ខ្លួនឯងដែរត្រូវអត់សម្បីតែធ្វើអីតិចតួចណាក៏អង្គុយលូដតំដាក់ខ្លួនឯងដែរបន្ទោខ្លួនឯងទៀតហើយតែឆ្ងល់ថាមនុស្សខ្ញុំមកធ្វើល្អណាហេតុអីក៏វត្ថុស័ក្តិសិទ្ធិមិនត្រាប្រណីមិនមើលមកឲ្យខ្ញុំសាំងមិនឲ្យខ្ញុំមានបាននឹងគេគាត់ជួយអ្នកយ៉ាងណាបើអ្នកបន្ទោខ្លួនឯងរងថ្ងៃហ្នឹងអ្នកមិនពេញចិត្តនៅជីវិតអ្នកផងហ្នឹងយល់ទេអ្នកទាំងអស់គ្នាកូនអញ្ចឹងដល់ពេលវេលាហើយខ្ញុំបញ្យល់ឡើងសឹកប្រវេមាត់ឲ្យរងថ្ងៃអញ្ចឹងនេះគឺជាអាចកំបាំងទី1ចូលកូនជឿជាក់លើអំពើបុណ្យដែលកូនបានប្រព្រឹត្តហើយត្រូវជឿជាក់ថាយប់នេះគឺជាយប់ដ៏ថ្លៃបំផុតដែលអ្នកដឹងខ្លួនថាអ្នកមានកំណត់ទ្រព្យដ៏មហាសាលដែលវត្ថុស័ក្តិសិទ្ធិបើកផ្លូវឲ្យកូនទទួលបានគ្រប់យ៉ាងទាំងអស់ដោយគ្មានលក្ខខណ្ឌយល់ទេថ្ងៃនេះណាថ្ងៃនេះគីថ្លៃចាក់ចំបេះដូងអ្នកទាំងអស់គ្នាខ្លាំងមែនតែនណាចាអញ្ចឹងម៉ែជឿថាកូននឹងប្រមូលសតិប្រមូលការគិតប្រមូលអារម្មណ៍មកមូលនៅក្នុង live មួយនេះទាំងអស់គ្នាណាកូនណាចាហើយជឿជាក់លើអំពើបុណ្យដែលកូនបានសាងរួមជាមួយម៉ែហើយនៅពេលដែលកូនយល់ម្ដងបន្តិចដូចម៉ែនិយាយចឹងថាពេលខ្លះម៉ែទទួលស្គាល់ថាកូនជួបម៉ែដំបងកណាយល់នៃទាំងអស់កណាយល់ទេអញ្ចឹងនៅពេលដែលម៉ែព្យាយាមបញ្យល់កូនម្ដងម្ដេរាល់ថ្ងៃនៅពេលដែលកូនតាំងចិត្តថាចង់បដិញ្ញាចង់បដូរពេលនោះហើយទៅដល់ពេលដែលកូនយល់តែម៉ែនិយាយយល់ទេកូនចាកូនម៉ែអញ្ចឹងដូចម៉ែនិយាយចឹងថាជួបម៉ែហើយប្រូក្រាមនៅអ្វីដែលយើងចង់ឲ្យកើតមានឡើងកូនណានោះគ្រប់យ៉ាងនឹងកើតមានយ៉ាងពិតប្រាកដអូខេតើអញ្ចឹង share ថែមម្នាក់មួយចុចលេខ22អូយអ្នកមើលច្រើនណាស់យប់នេះ 100k យប់នេះចាអរគុណច្រើនចក្រវាលវត្ថុស័ក្តិសិទ្ធិកូនជឿលើអំណាចបុណ្យនៃគុំបានសាងយេកូនអំពើល្អមិនណាចានិយាយមួយម៉ាត់ទៅគឺកម្មគ្រប់យ៉ាងមិនថាកម្មល្អកម្មអាក្រក់មិនដែលភ្លេចម្ចាស់ឲ្យកូននិយាយឆាប់ម៉ែសុំនិយាយយប់ហ្នឹងគ្រប់កម្មទាំងឡាយទាំងពួងដែលអ្នកបានប្រព្រឹត្តរមែងរត់ទៅរកម្ចាស់វិញទាំងអស់អានេះគឺរឿងពិតណាអ្នកទាំងអស់គ្នាណាហើយមិនរត់ពួនឯកូនមិនរត់សងំមិនរត់កិច្ចឯកូនកម្មយើងសាងអីគឺវារត់ទៅរកយើងវិញណាចាកុំបារម្ភកូនអញ្ចឹងអ្វីដែលគ្រូម្ដាមការចាត់រំលែកគឺខ្ញុំតែងតែចង់ឲ្យកូនយល់ពីខ្លួនឯងណាកូនណាចានៅពេលដែលកូនយល់ច្បាស់ពីខ្លួនឯងអ្នកទាំងអស់នេះនឹងកើតមានទាំងកើតមានសេចក្តីសុខផ្លូវចិត្តសេចក្តីសុខពិសេសពោពេញទៅដោយ the power of heart គេថាធម៌ពលនៃចិត្តចាគឺសំខាន់ខ្លាំងមែនតើអញ្ចឹងកូនសោមាសទី2ណាចា the power ណាចាអំណាចធម៌ពលនៃចិត្តនេះហាគឺជាកម្លាំងបណ្ដាចិត្តដ៏ធំធេងបំផុតដែលធ្វើឲ្យអ្នកទាំងអស់គ្នាឆ្លោះបញ្ចាំងនៃជីវិតថ្មីឲ្យខ្លួនឯងណាអញ្ចឹងដោយកូនដែលតាំងចិត្តរៀនជាមួយម៉ែអញ្ចឹងបើកូនបន្តតាំងចិត្តអនុវត្តកូនឯងនឹងជួបលទ្ធផលថ្មីយ៉ាងពិតប្រាកដ
តែបើកូនបោះបង់កាទីអាហ្នឹងគឺកម្មផលយើងនេះឯងណាចាអូខេចាកូនអញ្ចឹងបន្តធ្វើចោះណាចាអូខេកូនតោះអញ្ចឹង K ទី2ដល់ថ្លៃចូលអ្នកបើកជាមួយនឹង the power ធម៌ពលនៃអំណាចដួងចិត្តអ្នកយកមកប្រើការនៅក្នុងយុគនេះទាំងអស់គ្នាហើយសួរថាកម្លាំងធម៌ពលទាំងអស់នេះកើតចេញពីកន្លែងណាកើតចេញពីខ្លួនអ្នកបើខ្លួនអ្នកអត់ទាំងបង្កើតផងហ្នឹងឲ្យអ្នកណាបង្កើតជំនួសអ្នកបើសិនជាអ្នករកបុគ្គលណាម្នាក់ជា modeling ឬក៏ជាបុគ្គលដែលរុញច្រានឲ្យអ្នក level ទៀប level ធម្មតា power បែបបបាក់រឿងលុយមិនស្តុកស្តំនៃលុយអ្នកទាំងអស់គ្នាក៏លុយនៅមានកម្រិតដូចគ្នាដែរព្រោះភាគច្រើនមនុស្សយើងអ្នកតាក់ទងរឿងលុយចាយល់ទេអ្នកទាំងអស់គ្នាណាចាកូនអញ្ចឹងបើសិនជាអ្នកមិនអាចទាញរលក power ដួងចិត្តវិញ្ញាណអ្នកចេញមកក្រៅបានអ្នកត្រូវតែពឹងផ្អែកលើបុគ្គលដែលជា modeling ដែលអាចទាញអំណាចដួងចិត្តយៈដ៏ស័ក្តិសិទ្ធិអ្នកចេញមកក្រៅបានសំណួរសួរថានៅពេលដែលកូនបានមើល live ម៉ែរាល់ថ្ងៃនៅពេលដែលអ្នកទាំងអស់គ្នាបានជួបម៉ែផ្ទាល់អ្នកមាន power អ្នកបានទទួលបានអំណាចធម៌ពលនឹងចេញមកពីក្នុងខ្លួនអ្នកអូតូម៉ាទិកត្រូវអត់ឆ្លើយទាំងអស់គ្នាសុំអារម្មណ៍ពិតប្រាកដអារម្មណ៍ពិតណាកូនណាយ៉ាកូនតោះទៅមុខល្អខ្លាំងកូនទៅមុខទាំងអស់គ្នាណាព្រោះអីជីវិតយើងគឺត្រូវទៅដើរទៅមុខអត់អាចដើរថយក្រោយកូនជួបរឿងអីក៏ដោយទាំងអស់គ្នាតែម្ដងយ៉ាកូនយល់ឲ្យអនុវត្តសាមឥឡូវ comment មួយម៉ែសិន the power មួយនេះធម៌ពលមួយនេះពេលខ្លះអ្នកអាចបង្កើតខ្លួនឯងបានទេកូនអ្នកត្រូវមកទូស្គាល់ការពិតណាប៉ុន្តែនៅពេលដែលកូនបានជួបម៉ែណាគេខ្លះបានជួបម៉ែម្ដងពីរដងតែបើមេគេជួបម៉ែសឹកហើយណាចាព្រោះគេមិនថយរយៈពេលវែងរាល់ពេលដែលកូនជួបម៉ែផ្ទាល់រាល់ពេលដែលកូនបានមកឃើញតបានម៉ែចេញឃ្លីផងគាត់តែឃើញម៉ែមុខម៉ែពឹបកូនឯងមានរលករំញ័រខត់ power ធម៌ពលនៃដួងចិត្តចេញមកតតាំងជាមួយអ្នកបាត់ទៅហើយព្រោះអ្វីព្រោះខ្ញុំជាបុគ្គលម្នាក់ដែលពោពេញទៅដោយរលក power ដ៏ធំធេងដែលពោពេញទៅដោយភាពស្ដុកស្ដំខ្លាំងបំផុតគ្រាន់តែខ្ញុំដើរកាត់អ្នកនរគ្នាក៏មានការថាខ្យល់ឥឡូវយើងឧទាហរណ៍ដូចរឿងចិនណាឧទាហរណ៍ងាយដូចយុទ្ធសិលអានេះឧទាហរណ៍ណាកូនណាដូចយុទ្ធសិលណាចាដូចគ្រូម្ដាមកាត់ដើមផឹបគឺអ្នកមានអារម្មណ៍ថាដូចមានរលកអីមេឃរូបភាពមួយម៉ែដូចមានរលករំញ័រដូចមានខ្យល់ជុះមួយណាចាដែលបក់រឿងអាក្រក់ចេញពីចិត្តអ្នកភ្លាមត្រូវទេចាហើយមានអារម្មណ៍ថានៅគាត់តែឃើញម៉ែអូនិយាយពីវងភ័ក្រហ្មងចាគាត់តែឃើញវងភ័ក្រម៉ែចាប់ដើមពន្លឺបត់ដែលម៉ែមានបាច់ខ្សែលើអ្នកទាំងអស់គ្នាទាំងអស់អានេះសូមនិយាយបែបកូនសិស្សដែលជួបខ្ញុំផ្ទាល់អ្នកនឹងយល់ពីអារម្មណ៍ដែលខ្ញុំកំពុងនិយាយខ្ញុំនិយាយត្រូវអត់អញ្ចឹងច្បាប់នេះធម៌ពលមួយនេះអញ្ចឹងបានម៉ែថាដាច់ខាតមកជួបម៉ែឲ្យលឿនបំផុតនៅទឹកដីសៀមរាបនេះគឺខ្លាំងជាងមុនគុណនឹង100ដងចាកូនបើបានជួបម៉ែហើយកុំឲ្យរំលងឲ្យសោះទឹកដីខេត្តសៀមរាបគឺជាកន្លែងបុព្វបុរសខ្មែរយើងដែលពោពេញទៅដោយរលកធម៌ពលខ្លាំងយ៉ាកូនអ្នកណាក៏ដោយអ្នកមានរឿងប្រវាក់ខ្លាំងកម្រិតណាអវិជ្ជមានកម្រិតណាមានរឿងអាក្រក់កម្រិតណាខ្ញុំសូមនិយាយភាសាហ្នឹងជីវិតជប់កៀនកម្រិតណាអ្នកសម្រាប់ចិត្តមកជួបខ្ញុំអ្នកនឹងប្រៀបបីដូចជាខ្ញុំបញ្ជូនធម៌ពលអាក្រក់ទាំងអស់នោះចេញពីជីវិតអ្នកភ្លាមមិនជឿគុំប្រមាថអានេះគឺជារឿងពិតទាំងអស់ចាកូនហើយជួបខ្ញុំអ្នកនឹងមានរលករំញ័រពិសេសខុសធម្មតាណាអញ្ចឹងខ្ញុំផ្ដល់ឱកាស333ដោះសោខូចឈីង private ខ្ញុំចង់ប្រាប់ថារាល់ពេលដែលកូនមកជួបម៉ែនៅក្នុងគេថាវគ្គរបស់មេចាស់អាហ្នឹងគឺ flow បែបសពឯកូនមិនមែន flow ម៉ែទេយល់ទេចា flow មេទេរៀងខ្លួនប៉ុន្តែវគ្គនេះគឺជាវគ្គពិសេសរបស់ម៉ែកម្មសិទ្ធិម៉ែផ្ទាល់តែម្ដងអញ្ចឹងបុគ្គលណាក៏ដោយដែលបានចូលរួមអ្នកទាំងអស់គ្នានឹងខ្លាំងជាងមុនគុណនឹងមកលៀនដងខ្ញុំហ៊ាននិយាយមុខឡាយក្នុងយប់ស្មានហ្នឹងព្រោះស្មាននេះគឺជាធម៌ពលចក្រវាលកំពុងតែគ្របដណ្ដប់នៃការនិយាយរបស់ម៉ែឲ្យអ្នកទាំងនេះទាំងអស់ចាកូនអញ្ចឹងក្នុងការមកជួបខ្ញុំតវគ្គនេះខ្ញុំចង់ប្រាប់ថាខ្ញុំនឹងទាញរលកដល់ power របស់អ្នកទាំងអស់គ្នា power ពិសេសបំផុតចេញពីខ្លួនអ្នកទាំងអស់គ្នាដ៏អស្ចារ្យបំផុតដែលអ្នកនឹកស្មានអត់ដល់ជឿឲ្យបានកូនលុយបែបងាយទេអត់តែអ្នកមានអារម្មណ៍ថាឃើញរូបភាពហ្នឹងថាអូយខ្ញុំឃើញរូបភាពហ្នឹងឯងម៉ែនៅពេលដែលម៉ែដោះសោខូចជាងខ្ញុំ private ផ្ទាល់ណាខ្ញុំដូចមានអារម្មណ៍ថាជីវិតខ្ញុំតែម្ដងទៀតខ្ញុំមានកំណត់ប្រាប់ពិសេសយកមកប្រើការហើយខ្ញុំដឹងក្បួនតិចនិចនៃការសាងអាជីវកម្មឲ្យរីកគ្រប់ច្រកទាំងអស់ដែលអ្នកមិនដឹងពីកន្លែងណាមកតែខ្ញុំនឹងយកលំដាប់ច្បាប់លំដាប់ជាវិញ្ញាណដែលខ្ញុំសិក្សាអស់រាប់សែនដុល្លារយកមកបញ្ជូនដល់អ្នកបន្តនៅទឹកដីខេត្តសៀមរាប333ដោះសោខូចជាង private អ្នកផ្ទាល់ face to face នៅក្នុងបន្ទប់សម្ងាត់1ទល់1ជាមួយនឹងកូនដែលចុះឈ្មោះមុនថ្ងៃទី14កុម្ភៈនេះផ្លូវណាក៏ដោយជឿលើផ្លូវក្នុងជឿលើអំណាចនៃភាពស័ក្តិសិទ្ធិប្រូក្រាមចិត្តគ្រប់ខ្យល់ដកដង្ហើមជញ្ជូនហើយចាប់យកឱកាសពិសេសមួយនេះប្រាប់ខ្លួនឯងថាជួបគ្រូម្ដាមកាខ្ញុំបើកកំណត់ទ្របគ្រប់ជាតិយកមកប្រើយ៉ាងពិតប្រាកដហើយមិនបខំខ្លួនឯងមកទេកូនឯងសួរខ្លួនឯងច្បាស់
ចំណុចអ្វីដែលអ្នកដាច់ខាតមកជួបខ្ញុំនៅកញ្ចប់333នេះអ្នកនឹងមកដឹងនៅអ្វីដែលអ្នកមិនដឹងពិសេសក្បួននៃការបិទការលក់ក្បួននៃការសង្កត់ចិត្តមនុស្សជំវិញខ្លួនក្បួននៃការធ្វើម៉េចឲ្យទុកដាក់លុយសល់ក្បួននៃការពង្រីកអាជីវកម្មអ្នកឲ្យរីកពិសេសក្បួននៃការបិទការលក់ដ៏អស្ចារ្យដែលខ្ញុំមានជំនាញបបពិសោធន៍ឆ្អិន8ឆ្នាំម្ដងថ្ងៃនេះនៅលើលោកអនឡាញហើយមួយទៀតខ្ញុំនឹងនាំអ្នកបើកចក្រាក់ភ្នែកទី3 search អាយឲ្យកូនកូនជាទីស្រឡាញ់ face to face តូនៅក្នុងបន្ទប់សម្ងាត់រៀងខ្លួនម្ដងម្នាក់ចុះម៉ែខ្ញុំណាចាបើសិនជាខ្ញុំលុយនៅចុចខ្ញុំបង3ដើមដូចគ្នាប៉ុន្តែខ្ញុំបងត្រឹមខែនេះប៉ុន្តែពាក់កណ្ដាលខែឬក៏ចុងខែកូនអាចចោលតម្លៃ3ដើមបានកូនប៉ុន្តែអ្នកទាំងអស់គ្នាអត់បានមកចូលបន្ទប់សម្ងាត់ជាមួយម៉ែតូលទេយល់អត់ជួបម៉ែដូចគ្នាមួយយប់2ថ្ងៃខ្ញុំនាំអ្នកសមាធិនៃតាមច្បាប់លំដាប់ចិត្តវិញ្ញាណមិនមែនជាតាមសាសនាអីណាសមាធិមិនមែនតាមព្រះពុទ្ធទេអ្នកទាំងអស់គ្នាសមាធិឲ្យកូនយល់ច្បាស់ពីខ្លួនឯងឲ្យកូនបើកបុណ្យឲ្យខ្លួនឯងឲ្យកូនបើកកំណត់ទ្រព្យឲ្យខ្លួនឯងយកមកប្រើឲ្យដឹងក្បួននៃការកំណត់គោលដៅនៃក្បួននៃការសាងលុយគ្រប់អាជីវកម្មទាំងអស់មិនជាការសមាធិតាមព្រះពុទ្ធសាសនាទេអធិស្ឋានខុសគ្នាចាព្រោះអីជីវិតយើងគឺត្រូវការលទ្ធផលយើងអត់ទាន់និយាយជីដូនជីទេកូនស្មាត់ណាចាអធិស្ឋានណាយើងអត់ទាន់ណាចាអស់កលេសទេនិយាយឆាប់យើងនៅប្រឹងដើម្បីជីវភាពគ្រួសារអានេះសូមនិយាយចំអញ្ចឹងគ្រូតាមការប្រៀបអ្នកទាំងអស់គ្នាឲ្យយល់ច្បាស់ពីគោលដៅនៃជីវិតយេកូនអ្នកត្រូវចាំថាវគ្គនេះគឺជាការសាកល្បងរបស់វត្ថុស័ក្តិសិទ្ធិដូចគ្នាព្រោះនេះគឺជា version ថ្មី2025មិនមែនជាការប្រៀន version ចាស់លទ្ធផលចាស់ឲ្យកូនយើងអត់រាប់ទេគ្រប់យ៉ាងជីវិតត្រូវទៅមុខជីវិតត្រូវតែទៅមុខសមត្ថភាពក៏ត្រូវតែអភិវឌ្ឍទៅមុខការលក់ដូររ៉ូស៊ីក៏ត្រូវតែអភិវឌ្ឍទៅមុខអត់មានយកយុទ្ធសាស្ត្រចាស់មកធ្វើការសាងលុយនៅទីផ្សារសម័យថ្មីអត់អាចទៅរួចណាខ្ញុំសូមនិយាយចំมันអាចយកសមត្ថភាពចាស់ការចេះដឹងចាស់មកសាងលុយថ្មីនៅណាទីផ្សារថ្មីបានទេកូនគ្រប់យ៉ាងគឺត្រូវតែ update version រហូតណានេះគឺសូមនិយាយចំអ្នកកុំតន់ជឿណាគ្រូម្ដាមការជាបុគ្គលម្នាក់ដែរអត់មានធ្វើអីដែរទេខ្ញុំអភិវឌ្ឍខ្លួនឯងរាល់ថ្ងៃមិនមួយឆ្នាំម្ដងទេណាចាអញ្ចឹងសម្រាប់កូនអ្នកដែលគេធ្វើបានមិនមែនគេមានលុយទាំងដល់ទេកូនគេអត់លុយដូចគ្នាខ្ញុំសូមនិយាយមុខឡាយគ្មានអ្នកគេមានលុយទាំងដល់ទេគេអត់លុយដូចគ្នាកូនប៉ុន្តែគេជឿចាកូនគេជឿលើអភិនិហាគេជឿលើថាអូយបានម៉ែម្ដាមការផ្ដល់ឱកាសដោះសោយអញល្ងងហ៎អញធ្វើតតែរួចអញជឿអភិនិហាតតែខ្លាំងអញជឿថាលុយនឹងវាស៊ីផុយវាងាយលុយនឹងមិននឹងមកម៉ានប៉ិតណាចានេះដូចមកមីឈឿណាអ្នកតោះនេះសុំនិយាយគាត់តិចចុះគាត់អាយុ60ជាងឯណាគាត់មានលុយដូចអ្នកតោះគ្នាអត់ទេកូនគាត់មានលុយអ្នកតោះនេះរស់ស៊ីណាគាត់មានរស់ស៊ីបានចំណូលរាល់ថ្ងៃដូចអ្នកតោះគ្នាណាគាត់មួយម៉ាត់យ៉ាងខ្លីរំពឹងលុយកូនអានេះម៉ែសុំចែកជួយមនុស្សមួយម៉ែកូនណាចាគាត់ចាស់ហើយគាត់រំពឹងលុយកូនផ្ញើឲ្យអ្នកនរគ្នាចុះហេតុអីក៏គាត់មានលុយមកបងមួយណាចារៀនគ្រប់តំណែងទាំងអស់ទាំងគាត់អត់មានមុខរបរដូចអ្នកទេណាអ្នកនរគ្នាដឹងអត់គ្រប់យ៉ាងគឺថិតលើការជឿជាក់ថាគាត់មកជួបខ្ញុំតដោះសោផ្ទាល់គាត់នឹងយល់ច្បាស់ខ្លួនឯងកាន់តែខ្លាំងអានេះហើយគឺអំណាចនៃការសារចិត្តទៅមុនសិនទៅលុយនឹងវាមកតាមក្រោយអញ្ចឹងខ្ញុំបានផ្ដល់អ្វីពិសេសឲ្យកូននេះណាត្រូវយកមើលឲ្យឃើញរូបភាពថាអូយម៉ែម្ដងការដោះសោខូជីងបាក់ចក្រាក់ហើយគាត់នឹងមានអ្វីពិសេសដែលទាញអំណាចដួងចិត្តដល់ power ដ៏អស្ចារ្យខ្ញុំចេញមកក្រៅឲ្យខ្ញុំប្រើការក្នុងជីវភាពប្រចាំថ្ងៃឲ្យរីកចម្រើនខ្លាំងបំផុតអ្នកទាំងអស់គ្នាចេញពីជួបខ្ញុំនៅវគ្គនេះអ្នកទាំងអស់នឹងខ្លាយជាបុគ្គលម្នាក់ដែលមិនចោះចាញ់នៅហ្គេមជីវិតសូម្បីតែមកចង់កញ្ចក់អត់តូតុនរឿងសូម្បីតែរឿងលុយខ្ញុំសុំនិយាយរឿងលុយអ្នកអត់តូតុនច្រាច់ខាតខ្ញុំសុំនិយាយរឿងហ្នឹងណាព្រោះខ្ញុំស្ដុកសំគ្រប់យ៉ាងអស់ហើយទើបខ្ញុំអាចរឹតបង្រៀនអ្នកខ្លាំងបានបើសិនខ្ញុំខ្ពស់ខ្លាំងហើយកូនឬក៏អ្នកចង់កាន់តែច្បាស់ណាចាអ្នកទាំងអស់គ្នាដែលជាអតិថិជនខាងក្រៅដែលទៅមើល live គ្រូម្ដាមការអ្នកទាំងអស់គ្នាអាចបើកបេះដូងជឿជាក់លើជាមួយនឹងលុយយន់សិលឹកមាសបានណាចា$33គ្រូម្ដាមការដាក់ក្នុងខេសទូរស័ព្ទរហូតនេះឃើញគឺជាទូរស័ព្ទដែលខ្ញុំស្រូបលុយខ្លាំងពីណាចាក្នុង account AC ដែរណាចាអញ្ចឹងទូរស័ព្ទណាដែលមានជាមួយនឹងអ្នកទាំងអស់គ្នាជឿអត់ណាចាអញ្ចឹងសម្រាប់អ្នកនៅខាងក្រៅដែលគិតថាអូខេ live នេះគឺជា live ដំបូងដែលអ្នកស្គាល់គ្រូម្ដាមការអ្នកខ្លះតាមពី TikTok មកខ្ញុំដឹងកូនដែលមកជួបម៉ែនៅទឹកដីខេត្តសៀមរាបម៉ែនឹងបញ្យល់គុំពីធម្មពលផ្លូវក្នុងធម្មពល the power នៃចិត្តផ្លូវក្នុងសំណឹកអ្នកទាំងអស់គ្នាកូនណាចាហើយអ្នកនឹងមកយល់ច្បាស់កន្លែងហ្នឹងអូយម៉ែណៃអត់តន់ប្រាប់ណាគេទាំងអស់ទុក surprise អ្នកទាំងអស់គ្នាកូនណាចាអញ្ចឹងម៉ែជឿថាយប់នេះកូននឹងទៅជាក់បេះដូងនៃការសាងបុណ្យនៃខ្លួនឯងហើយកូនដែលជាវជាមួយនឹងអង្គទេវតាទ្របអង្គទិសអង្គធំបញ្ញាប់ឡើងណាក៏ចិត្តអស់ជាមួយនឹងណាចាស្តុកដូចគ្នាដែរតែគាត់ថាស្តុកថ្មីណាចាគ្រូម្ដាមការនឹងមានការតបចប់ធម្មពលជាមួយឪរយៈពេល24ម៉ោងឬ24ម៉ោងចាឬក៏អាចចូលដល់48ម៉ោងសិនតបចប់គាត់ខ្លាំងសិនទៅបញ្ជូនអ្នកទាំងអស់គ្នាណាកូនសាងខ្ញុំសាងហេតុមានតែ50000ទេចាអ្នកតានេះឃើញអត់ម៉ែមីឈឿនសាងហេតុតែ50000លុយខ្មែរណាតែគាត់បងលុយគ្រប់ចំនួនបានណាចុះអ្នកទាំងអស់គ្នានៅខ្លាចអីនៅគិតអីអូយម៉ែ50000ខ្ញុំគិតថាតិចពេក
เนี่ยต่อគ្នាច្បាប់លំដាប់លោកគាត់តលាយណាកូនយល់ន័យម៉ែនិយាយអត់មកយកឃ្លាឡើងហ្នឹងរឿងទំហំដងចិត្តឯណាកូនណាហើយកណ្ដាលឃើញអត់គាត់អត់តែមានមុខរបរក្នុងដៃដូចកូនផងមិនគាត់ធ្វើបានអញ្ចឹងយប់នេះម៉ែជឿថាគ្រូម្ដាមការជឿថាកូនសិស្សនិងពុកម៉ែបងប្អូនទាំងអស់គ្នាមកយកពីជីវិតផ្ដល់អត្តន័យជីវិតឲ្យខ្លួនឯងផ្ដល់សមត្ថភាពផ្ដល់ចំណេះដឹងថ្មីខ្លួនឯងទៅមុខរបរអាជីវកម្មអ្នករីកចម្រើនអញ្ចឹងអ្នកដែលជាអតិថិជនថ្មីអាចចូលខតបើកបនសិនបានរៀនតាមអនឡាញ$35ឬក៏ខត22ថ្ងៃ$111ណាចាអូខេអញ្ចឹងយប់នេះក៏ប៉ុណ្ណឹងជូនពរអ្នកទាំងអស់គ្នាសម្រាប់គ្រប់បំណងប្រាថ្នាលោកដាច់លុយកានទ្រព្យកានមុខរបររីកចម្រើនទៅទាំងអស់គ្នាចា